បាទសួស្តីពុកម៉ែបងប្អូនថ្ងៃនេះមកជួបជាមួយចុងភៅផ្លែទៀតហើយថ្ងៃនេះយើងមានមុខម្ហូបស្ងឡមកជូរគ្រឿងក្រាក់ពោះគោបងប្អូនណាយើងមើលតាក្បាលវីដេអូក៏ដឹងថារសជាតិដឹងតែអេបងប្អូនចំពោះមុខម្ហូបមួយមុខនេះបងប្អូនគ្រាន់តែយកប្រភេទសាច់ពោះគោមានន័យថាមានពោះចម្រុះហើយជាមួយនឹងសាច់ជាវអីចឹងហើយមានគ្រឿងរំដេងស្លឹកក្រូចជាមួយនឹងក្រុមស៊ុបខ្នុរហើយនឹងមានម្រះព្រៅហើយនឹងបុកគ្រឿងមកកូនចានមកបងប្អូនមានប្រហុកមានអីចឹងហើយមានភីភាយើងគឺมันអាចអត់បានទេបងប្អូនណាមុខម្ហូបមួយមុខនេះគឺយើងស្លជាមួយតកួនទឹកផែអញ្ចឹងបងប្អូនហើយជាបន្ទាប់យើងក៏ចាប់ផ្ដើមដាក់ជាមួយនឹងប្រេងឆាកូរគ្រឿងបងប្អូនតែពិតទៅមុខម្ហូបមួយមុខនេះសម្រាប់គេអ្នកចូលចិត្តមិនបាច់កូរគ្រឿងយើងប្រឡាក់គ្រឿងចូលជាមួយនឹងសាច់តែម្ដងគឺដាក់រងាស់យកមកខាស់ទឹកប្រៃតែម្ដងអានោះក៏វាល្អយ៉ាងដែរហើយចំពោះខ្ញុំរងាស់គ្រឿងដោយសារវាមានរបៀបថាការហូបចុកហ្នឹងវាមានផ្សេងគ្នាអញ្ចឹងពេលខ្លះគេចូលចិត្តបែបផ្សេងយើងចូលចិត្តតែម្នាក់ឯងក៏វាអត់កើតដែរព្រោះដោយសារតែខ្ញុំគឺហូបមាត់មួយមាត់ពីរអីចឹងទៅហើយបន្ទាប់មកខ្ញុំក៏បានកូរគ្រឿងជាមួយនឹងខ្ទះហើយនឹងដាក់ជាមួយនឹងរ៉ូឌីបងប្អូនណាហើយថយរ៉ូឌីមុខម្ហូបនេះគឺខ្ញុំអត់បានដាក់ជាមួយប្រភេទនេះទេខ្ញុំដាក់ភីភាហើយជាមួយនឹងគោគ្រឿងមកយើងផែកជាមួយភីភាបងប្អូនណាយើងធ្វើក្លែមយើងធ្វើតែប៉ុណ្្នឹងយើងអាចដាក់ភីភាទៅដាក់តាដូចជាម្រះព្រៅអីយើងអាចក្លែមបានហើយទឹកផែកអញ្ចឹងបងប្អូនតែចំពោះនេះខ្ញុំធ្វើបែបដាក់បន្លែមានទឹកមានអីហត់តមកខ្ញុំក៏ហាន់គ្រឿងក្រៅដាក់អញ្ចឹងបងប្អូននេះវាមានរំដេងស្លឹកក្រូចបងប្អូនយើងបន្ថែមដើម្បីឲ្យមានរសជាតិបងប្អូនជាមួយនឹងខ្ទឹមក្រហមហើយនឹងម្ជូរកសាំងដល់ស្រស់ផងបងប្អូនបែបធម្មជាតិពិតហើយប្រភេទស្លមុខនេះអានេះយើងអាចយកក្លែមបានហើយបងប៉ុណ្ណឹងណាពេលដែលសាច់វាចត់អញ្ចឹងចំពោះពុកម៉ែបងប្អូនដែលត្រូវការហូបបាយឬក៏ទៅហូបក្លែមបងប្អូនអាចធ្វើបែបនេះបានគ្រាន់តែមើលវីដេអូរបស់ខ្ញុំពីដើមដល់ចប់បងប្អូននឹងមើលបានហើយនឹងធ្វើបានអញ្ចឹងចំពោះមុខម្ហូបនេះគឺដឹងតែអេបងប្អូនយើងថែមជាមួយនឹងភីភាបងប្អូនចង់បានពងម៉ាត់យើងត្រូវដាក់ប្រភេទពងម៉ាត់ហ្នឹងគឺល្វីងយើងចូលចិត្តល្វីងយើងដាក់ទៅតែពោះខ្ញុំដាក់តែប៉ុណ្្នឹងហើយខ្ញុំថែមទឹកមកពុះហើយខ្ញុំក៏បង់ជាមួយនឹងបន្លែដូចជាត្រកួនហើយជាមួយនឹងម្រះព្រៅរួចជាស្រេចបងប្អូនហើយមុខម្ហូបរបស់យើងនេះគឺរួចរាល់ហើយបងប្អូនយើងថែមថយជាមួយនឹងគ្រឿងក៏ដូចជាដាក់មកពុះបងប្អូនណាយើងយកបែបម្រះព្រៅហើយនឹងគ្រឿងគឺយកទៅដាក់ទៅបងប្អូនកុំដាក់ទុកយូរបងប្អូនណាប្រភេទបន្លែនេះគឺអត់ឲ្យដាក់យូរទេគឺដាក់យូរគឺវាបាត់រសជាតិហើយរសជាតិបៃតងពេលដែលស្ងោរពេលដែលស្រស់វាហួសពីបរិមាណនៃកម្រិតហ្នឹងវាបាត់បង់គុណភាពវីតាមីនអញ្ចឹងបងប្អូនហើយចំពោះបន្លែបៃតងគឺជាមានជាតិវីតាមីនអញ្ចឹងមកដាក់តែប៉ុណ្ណេះមកយើងអាចដួសដាក់ចានហូបបានហើយបងប្អូនណាចំពោះមុខម្ហូបនេះធានាថាជាតិ double ជាតិបងប្អូនណាខ្ញុំអត់មាន AI អីទេបងប្អូនចំពោះមុខម្ហូបនេះគឺខ្ញុំធ្វើខ្លួនឯងផ្ទាល់បងប្អូនបើមិនជឿបងប្អូនជួយ like ជួយ share ម្នាក់មួយខ្ញុំនឹងធ្វើចែករំលែកបន្តទៀតអរគុណបងប្អូនម្ហូបនេះគឺរួចរាល់ហើយជួបគ្នានៅវីដេអូក្រោយបាយបាយអរគុណជម្រាបលាជួបជាមួយខ្ញុំបាទនៅមុខម្ហូបថ្មីបន្តទៀតអរគុណជម្រាបលាបាយបាយជួបតែសំណាងល្អកុំអោយដាច់បាយជួបតែបាយព្រឹកបាយល្ងាចជួបតែម្ហូបពិសេសអរគុណ